នៅល្ងាចថ្ងៃពុធនេះលោកប្រធានាធិបតី Donald Trump ទើបតែបានចុះហត្ថលេខាលើសេចក្តីប្រកាសហាមពលរដ្ឋមកពីប្រទេសចំនួន12មិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិកក្នុងនោះមានប្រទេសអាហ្វហ្គានីស្ថានភូមាឆាតសាធារណរដ្ឋកុងហ្គោអេក្វាឌ័រហ្គីនីអេរីត្រៀហៃទីអ៊ីរ៉ង់លីប៊ីសូម៉ាលីស៊ូដង់និងប្រទេសយេម៉ែនហើយប្រទេសចំនួន7ទៀតគឺត្រូវបានហាមឃាត់ពាក់កណ្ដាលក្នុងនោះមានប្រទេសបូរុនឌីគុយបាឡាវសេរ៉ាឡេអូនតូហ្គោទូកមេនីស្ថាននិងវេណេស៊ុយអេឡាសេចក្តីប្រកាសនេះលើកលែងសម្រាប់អ្នកដែលជាពលរដ្ឋមាន Green Card រស់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍និងអ្នកដែលមានវីសាស្រាប់ហើយគឺរួចខ្លួនហើយក៏មានការលើកលែងចំពោះអ្នកដែលចូលមកសហរដ្ឋអាមេរិកដើម្បីបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក